សួស្តីអ្នកទាំងអស់គ្នានៅពេលនេះដើម្បីកុំឲ្យយប់យន្តសបិនយូរយើងមកសង្ខេបសាច់រឿងនៅក្នុងភាគទី82របស់យើងបន្តិចដូច្នោះយើងក៏ឃើញថាការប្រយុទ្ធរបស់ពួកគេទាំងពីរនាក់គឺនៅតែបន្តពីវ៉ាងលីនគាត់បានប្រើប្រាស់នៅធម្មពលនៃអាណាចក្រជីវិតនៅសេចក្តីស្លាប់របស់គាត់ហើយក៏ធ្វើមេអំបាយក្រហមនឹងគឺថាអខ្យារលីងតែម្ដងដូច្នោះវ៉ាងលីនក៏បានយកដៃអមតៈនឹងភ្ជុងនាងហើយក៏បានទាញយកនៅអាខ្សែរំពាត់នឹងគឺចេញអំពីដៃរបស់នាងផងដែរបើទោះបីជាមេអំបាយក្រហមនឹងគឺមិនចង់ក៏ដោយហើយបន្តមកទៀតមេអំបាយក្រហមក៏នៅតែប្រើប្រាស់នៅវិញ្ញាណនៃសត្វធាតុទាំង5របស់នាងហើយក៏បានធ្វើការបំផ្ទុះវាម្ដងមួយទៅនៅពេលដែលវ៉ាងលីនគឺចង់បាននៅវិញ្ញាណនៃសត្វធាតុទាំង5ហ្នឹងណាដូច្នោះការផ្ទុះឡើងម្ដងមួយហ្នឹងក៏ធ្វើវ៉ាងលីនហ្នឹងគឺរបួសកាន់តែធ្ងន់ប៉ុន្តែនៅពេលដែលនាងគឺរៀននឹងបន្តនោះក៏ស្រាប់តែឈូយុនហ្វៃដែលជាមេបកនៃបកបាត្បូងឋានសួគ៌ហ្នឹងគឺចេញមកបញ្ឈប់ទាន់ពេលវេលាហើយក៏ប្រកាសថាវ៉ាងលីនគឺជាអ្នកឈ្នះនៅក្នុងការប្រកួតបន្ទាប់មកគាត់ក៏សុំខ្សែតីអំពីវ៉ាងលីនវិញហើយវ៉ាងលីនដោយសារតែខ្លាចតាចាហ្នឹងណាមួយគាត់របួសធ្ងន់អញ្ចឹងក៏ប្រគល់វាទៅឲ្យតាចាហ្នឹងវិញទៅបន្ទាប់មកពួកគេក៏បានចាក់ចេញរៀងខ្លួនដែលឡែកចំពោះម្ចាស់នៃស៊ូសាគូគាត់ក៏បានទៅរកកូនសិស្សរបស់គាត់ទាំងពីរនាក់ហើយក៏បាននិយាយទៅកាន់ឈិនហ្វឹងឲ្យគេហ្នឹងគឺទៅស្រូវយកធម្មពលដែររបស់មេអំបៅក្រហមទៅស្របពេលដែលឈិនហ្វឹងដំបូងឡើយហ្នឹងគេហាក់បីដូចជាមិនសូវយល់ដែរប៉ុន្តែបន្ទាប់ពីយល់ហើយក៏បានធ្វើដំណើរចូលទៅរកមេអំបៅក្រហមហើយក៏បានស្រូបយកនៅធម្មពលរបស់មេអំបៅក្រហមដែលជាធម្មពលដែររបស់នាងនឹងឯងដែលឡែកគាត់ក៏បាននិយាយទៅកាន់លាវមីផងដែរហើយលាវមីហ្នឹងយើងគឺស្គាល់រួចមកហើយដែលយើងគឺបានឃើញនាងតាំងពីភាគ3ភាគ4មកម្លេះដែលនាងបានបង្ហាញខ្លួននៅក្នុងនាងគឺជាកូនសិស្សនៅក្នុងបក្សស័នតាណាប៉ុន្តែនោះវាគ្រាន់តែជារូបកាយអវតាររបស់នាងតែប៉ុណ្ណោះហើយរូបពិតគឺបានបង្ហាញខ្លួននៅក្នុងភាគទី81នឹងឯងដោយគាត់សួរទៅកាន់នាងថានៅចងចាំលោកម្នាក់ដែលវឹកខាននៅក្នុងបហឹងយាបានដែរឬអត់ដោយគាត់គឺសំដៅទៅរកវ៉ាងលីននឹងឯងហើយគាត់ក៏ប្រាប់ទៀតថាតាមពិតទៅចឹងលាវគឺជាវ៉ាងលីនប៉ុន្តែយ៉ាងណាក៏ដោយចំពោះលាវមីនឹងនាងគឺគ្មានការភ្ញាក់ផ្អើលអ្វីនោះទេបន្តមកទៀតជូជឺដែលជាម្ចាស់នៃស៊ូសាគូនឹងក៏បានសម្លឹងមើលទៅកាន់កន្លែងដ៏សែនឆ្ងាយមួយហើយក៏បាននិយាយសម្ដែងទៅកាន់សិស្សប្អូនរបស់គាត់ដែលជាតាចាស់ហុកច្រើនដែលគាត់គឺមានឈ្មោះថាយុនឈៀជឺនឹងឯងដែលនិយាយថាមនុស្សទាំង4នាក់ដែលតាចាស់នឹងបានជ្រើសរើសគាត់គឺមិនលើកលែងឲ្យនរណាម្នាក់នោះទេដូច្នោះហើយសិស្សប្អូនរបស់គាត់ក៏បានតតទៅវិញផងដែរថាប្រសិនបើសិស្សច្បងរបស់គាត់គឺហ៊ានតែធ្វើបាបមនុស្សទាំង4នាក់ដែលគាត់បានជ្រើសរើសនឹងគាត់ក៏បានតបទៅវិញដូចគ្នាជាមួយនឹងវិធីបែបហ្នឹងដែលឡែកចំពោះវ៉ាងលីនវិញគាត់គឺកំពុងតែឆ្ងល់នៅពេលដែលគាត់ចាក់ចេញនឹងដោយមិនដឹងថាម្ចាស់នៃអាណាចក្រស៊ូសាគូនឹងគឺចង់ធ្វើអ្វីឲ្យពិតប្រាកដនោះទេប៉ុន្តែយ៉ាងណាមិញការចាក់ចេញរបស់វ៉ាងលីនគឺមិនរលូនឡើយដោយតែយើងគឺបានដឹងស្រាប់រួចមកហើយលីយុនហ្វឹងដែលជាម្ចាស់នៃអាណាចក្រព្រើគេបានរួមដៃគ្នាជាមួយនឹងសមាជិកម្នាក់នៅក្នុងត្រកូលបិសាយៈនឹងគឺរៀបចំផែនការដើម្បីសម្លាប់វ៉ាងលីនដូច្នោះហើយនៅពេលដែលវ៉ាងលីនកំពុងតែចាក់ចេញតាចានឹងក៏បានចេញមករៀបរៀងផ្លូវវ៉ាងលីនដែលធ្វើវ៉ាងលីនគាត់គឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនិយាយថាតាចានឹងក៏ជាអ្នកកម្រិតទី6ដែរហើយនៅពេលនោះយើងក៏មិនដឹងថាវ៉ាងលីនគាត់គឺបានប្រើប្រាស់នៅវិធីសាស្ត្របែបណាគឺដើម្បីធ្វើការគេចាក់ចេញទាំងដែលខ្លួនគាត់គឺរើរបួសដូច្នោះហើយអ្វីដែលយើងអាចធ្វើបានគឺមានតែរងចាំទាំងអស់គ្នាចាំមើលថាតើសាច់រឿងរបស់យើងគឺនឹងទៅជាយ៉ាងណាហើយវ៉ាងលីនគាត់នឹងប្រើប្រាស់នៅវិធីសាស្ត្របែបណាខ្លះដើម្បីគេចាក់ចេញអំពីបុរសអ្នកនឹងដែលជាអ្នកកម្រិតទី6ចំណែកសាច់រឿងសង្ខេបនៅក្នុងភាគទី82ក៏មានតែប៉ុណ្្នឹងដែរចុងក្រោយអេមីនក៏នៅតែអរគុណច្រើនសម្រាប់ការគាំទ្ររបស់អ្នកទាំងគ្នាដែលតែងតែដេញជប់ជាមួយអ្នកអេមីនហើយនៅពេលនេះអេមីនគឺពិតជាអរគុណហើយក៏សូមគោរពលា